អាកាសធាតុនៅក្នុងប្រទេសញូហ្សេឡង់យើងចាប់ផ្ដើមមានចុះត្រជាក់បន្តិចហើយអញ្ចឹងទៅប្រែប្រួលថ្មីអញ្ចឹងធ្វើឲ្យមានបងប្អូនយើងខ្លះគាត់មានការៈផ្ដាសាយផ្ដាអីអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំថ្ងៃនេះរៀងផ្ដាសាយដែរក៏ចាប់ផ្ដើមរងាស់ស៊ុបហូបអញ្ចឹងណាបងប្អូនទៅផ្សារយប់មិញហ្នឹងទិញបានឆ្អឹងត្រីសាល់មិនមកកញ្ចប់បងប្អូនទាំងអស់គ្នាហើយនេះត្រីបានប៉ុណ្ណឹងបងប្អូនអស់$11.70សេនណាហ្នឹងហើយនិយាយទៅនៅក្នុងប្រទេសញូហ្សេឡង់នេះរៀងថ្លៃតិចហើយម្ហូបអាហារបងប្អូនអើយហ្នឹងហើយខ្ញុំធ្វើការរំងាស់ស៊ុបនោះផងដែរខ្ញុំមានបន្លែនៅក្នុងទូទឹកកកហ្នឹងក៏ឃើញមានពោតមានការ៉ុតអីក៏ចាប់ផ្ដើមដាក់ចូលជាមួយគ្នារំងាស់យកជាតិអញ្ចឹងណាហើយបងប្អូនណាដែលអស់កម្លាំងអត់សូវស្រួលខ្លួនអីអាចរំងាស់ស៊ុបមួយមុខនេះញ៉ាំបានបងប្អូននិយាយថារំងាស់ហើយញ៉ាំហុតក្តៅគ្រូគឺថាឆ្ងាញ់មែនតែនហ្មងនឹងឥឡូវមើលការធ្វើរបស់ខ្ញុំទាំងអស់គ្នានិយាយទៅគ្រាន់តែរំងាស់ស៊ុបអត់មានអីពិបាកខ្ញុំគិតថាបងប្អូនក៏អាចនឹងចេះធ្វើដែរអញ្ចឹងណាតែគ្រាន់តែនេះក្បួនយើងរៀងខ្លួននឹងហើយខ្ញុំវិញសម្រាប់ខ្ញុំទឹកពុះគឺខ្ញុំដាក់អីគ្រប់យ៉ាងចូលទាំងអស់ហ្មងខ្ញុំមានពោតខ្ញុំមានដើម celery ខ្ញុំមានការ៉ុតហើយនឹងខ្ញីបងប្អូនខ្ញុំដាក់ខ្ញីដើម្បីយើងហុតទៅឲ្យវាមានឈ្ងុយខ្ញីដែរអញ្ចឹងណាបងប្អូនហើយទៅខ្ញុំធ្វើការបន្ថែមទឹកហើយខ្ញុំចាប់ផ្ដើមដាក់ត្រី salmon អីចូលជាមួយគ្នាទាំងអស់បណ្ដោយទៅហើយគ្រឿងផ្សំខ្ញុំអត់មានដាក់អីច្រើនទេបងប្អូនខ្ញុំដាក់ថាម្សៅស៊ុបហើយនឹងអំបិលបន្តិចចឹងណាពួកអីខ្ញុំអត់ចង់យករសជាតិដិតទេខ្ញុំចង់យករសជាតិស្រាលហើយខ្ញុំអត់មានបន្ថែមស្ករបន្ថែមអីខ្ញុំយកផ្អែមចេញពីការ៉ុតណាបងប្អូននិយាយទៅការ៉ុតនៅក្នុងញូហ្សេឡង់នេះខ្ញុំអត់ដឹងថាម៉េចទេគឺថាផ្អែមហើយស្រួយឆ្ងាញ់ហ្មងអញ្ចឹងណាបងប្អូនបើថាយកទៅរងាស់ស៊ុបចេះវិញចេញជាតិមកមានជាតិផ្អែមមានអីជាតិហ្មងឆ្ងាញ់ណាហ្នឹងហើយអាគ្រាប់គូជីប៊ឺរីនេះខ្ញុំទៅតែពេលរៀប5នាទីមុនបិទភ្លើងហើយបាទខ្ញុំចាប់ផ្ដើមធ្វើការបង់វាបងហើយខ្ញុំក៏បិទភ្លើងបដ ாய் អញ្ចឹងណាបងប្អូនបើគ្របប្រហែលជា2នាទីអីហ្នឹងហើយឲ្យវាចេញជាតិបន្តិចទៅកុំឲ្យថាវាអត់ចេញជាតិពេកអញ្ចឹងណាហ្នឹងហើយឥឡូវហ្នឹងមកធ្វើការភ្លក់ទាំងអស់គ្នាបងប្អូនឃើញរៀងរលួយអញ្ចឹងហ៎ពេលដែលស៊ុបនឹងឆ្អិនហើយខ្ញុំដួសដាក់ចានហ្នឹងក៏ខ្ញុំមានជីវ៉ាន់ស៊ុយខ្ទឹមបំពងហើយម្រេចដាក់ញ៉ាំដែរអញ្ចឹងបងប្អូនជាពិសេសបងប្អូនដាក់អាម្រេចនឹងទៅទៀតមករៀងហឹរតិចមកហត់ក្តៅគឺបែកញើសខ្ចាយហ្មងហើយជាពិសេសអាដុំខ្ញីហ្នឹងខ្ញុំខំខ្ញីនឹងគ្រប់ទៅរៀងធូរបន្តិចហ្នឹងហើយវីដេអូខ្ញុំនេះជាមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយគាំទ្រខ្ញុំផងណាហ្នឹងហើយអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ